frame សាកថ្មលឿនកៅសវត្តអេក្រង់ AMOLED display ក៏ដូចជា144 Hz និងអេក្រង់ 6.7 inch ធំស្រួលស័ក្តិសមបំផុតសម្រាប់ gamer ចំនួនថ្មីបាទចឹងដូចជានៅ Midland ដូចអត់បញ្ហាសម្រាប់ពួកគាត់ទេមានអារម្មណ៍ថាគាត់យើងមើលមុខគ្នាដូចគ្នាតិចតួចបាក់គ្នាតិចតួចព្រោះដោយសារនៅ early game អត់សូវមាន debate ដូចគ្នាពី Novaria ក៏ដូចជា Susin មាន spam ដូចគ្នាមិនដែរសម្រាប់ Susin ប៉ុន្តែ Novaria ចាំផុកវាយតែម្ដងសម្រាប់ Novaria ដូចគ្នាតែយ៉ាងណាមិញយើងមើលជាមួយនឹង Emblem របស់គាត់ខណៈពេលដែល Moscow ដែលចេញមកពី Super Red គាត់យកជាមួយនឹង Who User Together ដើម្បីងាយស្រួលជួយស្វែងរបស់គាត់ខុសក្តៅបន្តិចបើជាមួយនឹង game នេះបាទ 20% ណា Grand ធ្វើចង់ការបិទជាមួយនឹង goal ប៉ុន្តែបិទដូចជាប់ទេមិនមែនជាមួយនឹង Minion ចូលនៅតែបានដូចគ្នាប៉ុន្តែ Grand គាត់នៅតែចំណេញជាមួយនឹង Passive Threat មួយដៃពីរដៃរបស់គាត់ដូចគ្នាគាត់រៀនពិបាកបន្តិចបាទដោយសារតែ Grand នៅពេលដែលគាត់ full ជាមួយនឹង energy របស់គាត់វាបូកចង្អៃបាញ់ហើយក៏ដូចជាបាញ់ភ្លុះទីដូចគ្នាដែរអញ្ចឹងវាពិបាកដូចគ្នាបាទសម្រាប់គាត់រៀងបាញ់ឆ្ងាយជាងបាទសម្រាប់មកទៅបាទអាយ៉ាជាមួយនឹង K-Sen ចង់ចាត់ទៅលើណាចាមានការចាក់ឆ្កឹះមួយមកធួនដូចគ្នាប៉ុន្តែអត់ទៅមុខទេបាទគ្រាន់តែ annoy នៅ early game តែប៉ុណ្ណោះផាច់មុន Frederick គេបើជាមួយនឹងអាធួនរបស់គាត់ទំហំធំខណៈពេលផាច់ក្រោយនេះគេបើជាមួយ Damage Reduction ទៅលើ Jungler របស់គាត់ 100% ពេញអញ្ចឹងធ្វើឲ្យ Hero Frederick ហ្នឹងណាអត់ត្រូវ Hero Frederick បើយើងគិតមើលទៅការ farm វាមិនចាញ់ស៊ូយូនឹងមួយចយអាសេរីមុនទេបាទគឺ farm លឿនហ្មងបាទលឿនស្ទុយហ្មងបាទសម្រាប់គាត់បាទចាឥឡូវឡើងទៅមុខអីអស់ឲ្យ farm ហើយ Jungle ទាំងសងខាងមាន Purple អាចនឹងចេញមកដូចគ្នាជាមួយនឹង K-Sen បាទចាំបោកនៅខាងលើ fast ជាមួយនឹង minion ដើម្បីឲ្យជាមួយនឹងវត្តរបស់ Felix level 4នេះគ្នាបើតែមើលទៅជាមួយនឹងការចាប់បោកយកតែម្ដងទៅលើ head បោក head គឺទៅឈឺទេ early game បងអានដំណើរតែប៉ុណ្ណោះបាទដោយសារតែបើចង់បោកក៏រៀងបានដែរមាន back up ផងបាទឥឡូវចូលហើយជាមួយនឹងការយកបានទៅថពី K-Sen មានការចាប់ knock up ទៅយកទៅជាមួយនឹងការជីកយកពេញ passive ជាមួយនឹងការ spider retrieve បានជាមួយនឹងថទី1តែដល់ជាមួយនឹង K-Sen មានការយកតែដល់ជាមួយនឹងការដាច់ជាមួយនឹង first blood បានទៅលើ Jungle ទាំងសងខាងក៏មានការដាច់ជាមួយនឹង sorry and Felix ក៏ជា Steven ចង់ទៅណាម្ដាយចុងក្រោយជាមួយនឹងការចាប់លើកបោះពី secret ជាមួយការចាំបាន double kill ពីវត្តមានរបស់ Hey អូបាទគ្រាន់តែធ្វើការ team fight early តែប៉ុណ្ណោះបាទប៉ុន្តែសម្រាប់ស្វែងហូចចង់បាច់ហររបស់យើងបាទហើយប៉ុន្តែយើងលេងមកបាទហើយគាត់នាំមកដូចគ្នាដែរជាមួយនឹងការយកបានជាមួយនឹង IGT Total ក៏ដូចជាវត្តមាននៃការនាំមក 1K ជាង goal គឺច្រើនមែនទេសម្រាប់បច្ចុប្បន្ននេះគ្នាដែរជាមួយនឹង team fight ដោយសារតែយើងគិតមើលជាក់ស្ដែងចាំហើយសម្រាប់ជាមួយនឹង team fight ដែលចេញមកពីបាទហាឡាណាគាត់មាន damage back up ដែលចេញមកពីវត្តមានរបស់ Kimi គាត់មាន damage ក្នុងការចូលទៅ spam team fight ដើម្បី hold បានយូរគ្នាពី Spider បូកជាមួយនឹងវត្តមានរបស់ណាចាស់តែផោងទៀតហ្គេនេះគឺ damage backline របស់គាត់គឺច្រើនដែរបាទសម្រាប់គាត់នេះដែរជាមួយនឹងហ្គេនេះហើយបើយើងគិតមើលទៅសម្រាប់ Pro Esport គាត់មានជាមួយនឹងសាដែលគាត់ជា damage ក្នុងការ spam damage ដូចគ្នាប៉ុន្តែវាអាចធ្វើការ PO បានងាយស្រួលទេសម្រាប់សាដូចគ្នាដែរជាមួយនឹង Felix ក៏គាត់លោកទៅលើ target មួយដែរប៉ុន្តែដល់ពេល early game ចូលអត់មាន damage ក្នុងការបញ្ចេញបានទេចឹងវាពិបាកមែនទេក្នុងការគាត់ធ្វើការ solo kill មួយណាចាយើងចាំមើលចេះស្អាតជាមួយនឹង team fight ដូចគ្នាដែរស្របពេលដែលយើងលេងមកជាមួយនឹង Super Red ជាមួយនឹង game នេះបូកជាមួយនឹង Grand Anti ក៏គាត់ចាប់ផ្ដើមធ្វើការ kill farm ជាមួយនឹង lane របស់គាត់រៀងខ្លួនដើម្បីងាយស្រួលក្នុងការបញ្ចេញ damage ដល់ពេលដែល mid game មួយក៏ late game ដូចគ្នាតែចាំថាតារារបស់ Pro Sport មិនមែនជាតារា early game ទេណាហ្នឹងហ្មងបាទតែបានដល់ late គឺដូចនិយាយយ៉ាងតាលុយលោតខ្ទង់40អូខេដល់វាក់ខ្ញុំបាទបាទគេវាយវិញតារាមួយនេះនិយាយទៅគឺវ៉ាហាឡាគឺទៅវាយ team fight ដាច់ខាតហ្មងវាយ team fight ហើយបើសិនបញ្ចប់ game គឺត្រូវបញ្ចប់ឲ្យលឿនបើសិនជា game នេះ late អានឹងអាចជួបថាមិនដែរដោយសារតែ game នេះគឺគេមានជាមួយនឹង Super Red ចាំធ្វើការឆ្កឹះហើយ 100% ហ្មងអញ្ចឹងបើសិនជាយើងគិតមើលទៅបងជាមួយនឹង hero ទាំង5 hero របស់ខាងក្រុមវ៉ាហាឡាទៅ solo មួយស្មើមួយ Super Red អត់មានតែគេអត់មានទេអត់មានសុំជាប់ទេបាទសម្រាប់គាត់បាទចឹងឥឡូវជាមួយនឹង Total ប្រហែលជា10វិនាទីទៀតជាមួយនឹងការ spawn មកវិញគ្នាប៉ុន្តែយើងមើលទៅជាមួយនឹង head ក្នុង game នេះគឺងាយស្រួលណាអត់ទាន់មានអ្នកវាយ early ទេបាទអូមក snap រៀងពីកាមេរ៉ាវាឡាយitem គេចាញ់បដាមក K កន្លះលេតតែម្ដងវ៉ាហាឡាត្រូវតែ balance game នេះមែនតែនៅ early game ហើយថាតែ snowball បញ្ចប់ត្រឹម early បើមិនដូចចោះទេអាចតែមានឱកាស Pro Sport comeback បានហើយបាទ my god ចាឥឡូវយើងជាមួយនឹងការតេស្ត Total យកតែម្ដងពី secret ក៏ដូចជា head ក៏ដូចជាមានការដេញគប់ passive ជាមួយនឹង D7 នេះគ្នាហើយនឹងធ្វើការ pull play ហ្នឹងមក play ហ្នឹងត្រានេះ play ហ្នឹងបួកមកទីនិយាយទៅគេគ្រាន់តែបើក map ដើម្បីច្បាស់ថា Jungler គេប្រើ spell ឬក៏មិនប្រើ Yes ចំណែកនេះ Felix hero តែចាំហ៎ hero មួយនេះ damageថា mid game គឺចេញមកពី Felix ច្រើនមែនតើ late game គេមានពី Super Red អញ្ចឹងដែលជាហេតុគេ create space ហ្នឹងឲ្យ Felix ជាអ្នក farm ហើយឲ្យ Super Red នៅក្នុងការ farm ក៏នៅកម្រិតមធ្យមអញ្ចឹងបើសិនជាចូលទៅដល់ late game មែនតើគឺ Felix គាត់អាចនឹងធ្វើបានច្រើនដើម្បី change game នេះបាទឥឡូវមានការតេស្តយកតែម្ដងជាមួយនឹង set card កញ្ចប់ថ្មី set card MLBB Pack បាទចំណាយទៅតាម$1.50ទទួលបាន51ពេជ្រនឹងការលេង Mobile Legends បានមកសប្បាយរយៈពេល1អាទិត្យក៏ដូចជាចំណាយ$6ទទួលបាន235ពេជ្រនឹងការលេង Mobile Legends បានមកសប្បាយរយៈពេល1ខែពេញរបៀបភ្ជាប់អ្នកនេះអាចធ្វើការ download set card app ដើម្បីភ្ជាប់ជាមួយនឹងកញ្ចប់នេះឥឡូវនេះបាទ
ដល់ផ្លូវ top lane ដូចជាអូកន្លែងនេះជាមួយនឹង secret បោកដែរទេជាប់ធ្វើចកាមួយបានហើយ D7 ការចាក់ stun ជាមួយនឹងការចាប់បោកយកទៅមួយកាយពី secret គឺមានការបាញ់ stun យកទៅពី Waterman របស់ Nacha ដូចគ្នា និយាយទៅគេហូរអស់ទី លើ និយាយទៅគឺអត់វាយបង បាទអាយ៉យពេលលេខដេញមកដល់ជាមួយនឹងការបាក់ RT ពី Spider ធ្វើការ review សិនសម្រាប់ចុងក្រោយជាមួយនឹងការចុះ Spy Chip ជាមួយនឹងការបំទុះ Ultimate ដូចគ្នាប៉ុន្តែអត់ទាន់ចូលវាយដល់ក្នុងផ្ទះទេពី Sorry M Felix មួយ Felix Felix គាត់មួយបើសិនជា Felix ល្មុនគាត់ក្តៅប៉ុន្តែចូលទៅដល់ឲ្យ form អញគាត់អស់ឈាមមកកាន់គាត់វាយផ្ដាច់យកជាមួយ Spider យកមកតែត្រូវចាំថាគាត់ជាអ្នក carry game នេះហើយ Super Red ក៏ពឹងលើគាត់ដែរបច្ចុប្បន្នកាលអញ្ចឹងបើសិនជាគាត់ប្រអត់ជាមួយនឹង goal ខ្លួនឯងគឺជាខាតមែនដែរបាទអញ្ចឹងសុខចិត្ត50 បាទសម្រាប់បច្ចុប្បន្ននេះបាទទី2 Grand ចូល stun ហើយបណ្ដាយមើលជាមួយនឹង Super Red ក៏លោឈាមខ្លាំងមែនតើបាន D7 ធ្វើការប៉ាល់មកឲ្យទេដាច់ trailer ទេគេអត់ទី1 trade បានគឺគេកំពុងតែបជាពេល live Felix Farm មែនដែរពី Pro Sport ឥឡូវទៅបើនិយាយថាពួកគាត់កំពុងចាញ់ដាបគឺអត់តន់ចាញ់ដាបទេមកគេកន្លះសល់500 goal គេកំពុងតែដើរលើផ្លូវគេបានត្រឹមត្រូវមែនដែរបាទអញ្ចឹងហ្គេមគាត់ធ្វើការ street food តែប៉ុណ្ណោះបាទដើម្បីធ្វើការតាមជាមួយនឹង goal បន្ថែមទៀតដូចគ្នាបាទស្របពេលបច្ចុប្បន្នGranty ក៏គាត់ចាប់ផ្ដើមមានដើម្បីក្នុងការបញ្ចេញដែរទទួលស្គាល់តែបើសិនជា game នេះរួចដល់ late game តែរីអមមកគ្របគឺអាចធ្វើការខានបានទៅការដើម្បីចេញមក Granty គាត់តែដល់និយាយយើងវ៉ាហាឡាត្រូវលេង fast face របស់គាត់ដូចតែខ្ញុំនិយាយការពីគូដារ៉ៃនៅពេលដែលគេចាប់ fit គឺយើងត្រូវលេងលឿនអត់ទីយកលឿន trade លឿនយក trade គឺយកឲ្យលឿន team fight គឺ team fight ឲ្យលឿនដាច់សម្រាប់ចិត្តឲ្យដាច់យកមកបើយើង trade យក roamer តែមួយយកគេទី3ត្រូវចំណេញសម្រាប់ពួកគាត់ដែរនៅ early game បាទថតទី3ចាប់ផ្ដើមទៀតហើយជាមួយនឹង head ធ្វើវត្តមានដដែលទៅលើ D7 ព្រោះរសារឥឡូវពេញ passive ណាទៅលើ D7 ណាមានការបាក់ RT យកទៅដល់ពិសាបាក់ ultimate មកដែរពី Nacha ដូចគ្នាចាប់បាន5 hero យកទៅដល់អាចមានការ retrieve យូសិនពី Spider បាទឬក៏បានជាមួយនឹងការ retrieve បានពី Spider បានលោកខ្លះតែជាមួយនឹងការ Lachi ក៏តែយកមកជាមួយរបស់ head ក៏មានការចាយ flicker ដកថយពី secret ដូចគ្នាជាមួយនឹងការម៉ាត់យកទៅដល់ពី Sorry M Felix ធ្វើការម៉ាត់ម្ដាយទៀតម្ដាយដែរជាមួយនឹង Felix វិញពី Grand ដូចគ្នាជាមួយការបាញ់ RT អត់បានតែពី Gaisen ធ្វើការដាច់របស់ពី hero ពីរបស់ Pro Esport Wow what a plan អ្វី អូដេញបាញ់ one shot one kill ពី Nacha ធ្វើការដេញវាយយកលំដល់ជាមួយការបាញ់ចំពី Spider បាទប៉ុន្តែយើងលេងមកជាមួយនឹង T2 Train ផ្លូវបន្ទាប់ឡើងក៏មានការកោះខ្ទេចកោះទីគ្មានសល់ស្អីទេបាទសម្រាប់គាត់ដូចគ្នាយ៉ាងណាមិញយកបាន T1 Train ដូចគ្នានេះបែបនេះមិនត្រូវទេជាមួយនឹងការយកឈ្នះ team fight ជាមួយនឹងការយកបានទៅថតមិនត្រឹមប៉ុណ្្នឹងទេត្រូវតែប្របត្តិសេដ្ឋកិច្ចរបស់គេគឺការ invest jungle របស់គេយកមក Yes បាទយ៉ាងណាមិញ Spider គាត់ធ្វើមកល្អមែនទេក្នុងការហ៊ានចូល early game ដូចគ្នាណាបាទសម្រាប់គាត់ជោគជ័យមែនទែនមកជាមួយនឹង game នេះក្នុងការយកបានជាមួយ T1 Red នៅ Pro Milan ងាយស្រួលក្នុងការឲ្យគាត់ control យកជាមួយនឹង Burr ដែលចេញមកពីក្រុម Pro Sport ដូចគ្នាដែរប៉ុន្តែការនៅមកនេះនៅមកទឹកពីគេ goal ទេបាទសម្រាប់គាត់យ៉ាងណាមិញខ្ញុំគិតថាមិនអាការបើកវាយ team fight មិញនៅកន្លែង total ហ្នឹងបងខ្ញុំគិតថាមិញគាត់អត់ចង់បាន total ដោយសារតែយើងកន្លែងទៅមើលជាមួយនឹងវត្តមានរបស់ Super Red គាត់ clear mid lane ក៏ទៅធ្វើ bottom lane តែដល់ពេលគឺយើងឃើញស្អែកជាមួយនឹង Super Red គាត់វត្តមានអត់ចំមិញចឹងទៅហ្នឹងគឺគេវាយ all in យកហ្មងបាទតែបើសិនគាត់អត់វាយមិញក៏ល្អដូចគ្នាដែរបាទសម្រាប់គាត់បាទចឹងនិយាយយើងគឺវ៉ាហាឡាដាច់ខាតគឺត្រូវតែលេង fast face របស់គាត់បំបត្តិសេដ្ឋកិច្ចគេទាំងស្រុងបាទបើសិនមិនដូច្នោះទេគឺគេនឹងមានឱកាសរើមកវិញហើយព្រោះ hero របស់យើងមិនមែនជាកម្រិតដែល late ខ្លាំងនោះទេមិនមែនថាមិនមាន remake ទេមាននៅក្នុងកម្រិតមួយប៉ុន្តែបើសិនជា pro គេទៅដល់គឺទាំង Felix ទាំង Super Red គឺជាពិសេសគឺ D7 អាចនឹងវាយគាត់លេងដាច់ជាមកបាទខ្ទេចខ្ទីដូចខ្ទឹមដំបើស្របពេលឥឡូវបច្ចុប្បន្នអត់ទាន់មាន hero ដែលចូលទៅដល់ Grand NT ទេជាមួយនឹង game នេះក្រៅពី Grand NT ក៏វាយបានជាមួយនឹង energy បានលឿនដូចគ្នាដែរជាមួយនឹង IT របស់គាត់ចេញ Further Heaven ហើយបូកជាមួយនឹងក្រុម Concentrate Energy បន្ថែមទៀតដូចគ្នាហើយសំខាន់មាន Sky Piercer ទៀតបាទបាទអូចាប់ទៅលើ D7 មកគេ conceal ទៅហើយពី secret ប៉ុន្តែមានការជីកយកទៅដល់ពី Waterman របស់ head ចាប់ D7 អត់ជាប់ទេជាមួយនឹងការដកថយប្រើ ultimate មួយតែប៉ុណ្ណោះបើខាន ultimate អស់មួយទាញហ្នឹងមិនក៏យឺតតែគូដានលឿនដែរគាត់ហានបានគេចឹងវាគូដានលឿនបាទតែខាង ultimate មានលឿនអត់មានបញ្ហាទេលឿនមកផ្លូវបន្តំលែនណាបាទ Felix កំពុងតែធ្វើរឿងមួយបាទទីពី Nacha ធ្វើជាមួយនឹង King តែទៅលើ Gaisen ក៏ដូចជាកន្លែងនេះជាមួយនឹងវត្តមានចូលលោអត់បានទេ Gaisen ធ្វើការ retrieve Yusan ចាប់ទៅលើ head យកទៅជាមួយនឹងការចាយ flicker ក៏ដូចជាកន្លែងនេះវត្តមានវាយគ្នាទេដកថយលឿនស្កើយកទៅពីវត្តមានរបស់ Valhalla បាទ Valhalla គាត់ដឹងដែរបាទសម្រាប់គាត់ខណៈពេលដែលមិញគឺគាត់យកលោអត់ធ្វើការ all in នៅយូរទេបាទសម្រាប់គាត់ចុងគាត់បញ្ញាប់ clear mid ហ្នឹងម៉េះអត់ដឹងណាហ្នឹងគាត់ទុកសិនទៅឲ្យ lot free ត្រឹមហ្នឹងសិនមកបាទអូ one shot one kill ពី Nacha ប៉ុន្តែអាចមានការបោកយកតែម្ដងទៅលើ D7 ធ្វើការប្រើ spell ជាមួយនឹងការប្រើ RT ដកថយជាមួយនឹងការជប់ត្រាក់ពី D7 ថាវាយមកអត់បញ្ហាទេជាមួយនឹងការប្រើ spell ជាមួយក៏ដូចជាវត្តមានរបស់ team គាត់នៅខាងក្រៅហ្នឹងដូចគ្នាកន្លែងនេះជាមួយនឹងការ game បើក map ប៉ុន្តែយកមកជាមួយនឹង head អាចឡើង RT ដែរទេពេញ passive ទៅលើ D7 ឬក៏អត់យកអត់នឹងដូចគ្នាជាមួយនឹងការ clear បាន lot free ពីវត្តមានរបស់ Pro ប៉ុន្តែមើលជាមួយនឹង Felix ចូលម៉ាត់ secret ធ្វើការ cover ជាមួយនឹងការចាប់បោកយកទៅដល់ Gaisen មានការម៉ាត់យកទៅដល់ជាមួយនឹងការដាក់ទៅលើ secret មួយបានហើយប៉ុន្តែ
ពេលលេខក៏មានការបាត់បង់ដូចគ្នាមួយដល់មួយក៏ដូចជាវត្តមានរបស់វ៉ាហាឡាកំពុងតែលោឈៀមមែនតែនយកទៅដល់អានេះការឃ្លៀបានទីទូត្រេននឹងដែរទេឃ្លៀបានបាត់ហើយពី Super Red ការសម្រាប់ចិត្តមិញយើងក្រេតទីតិចហើយតែក៏ជាការត្រេតមួយដូរមួយដែរអត់ជាបញ្ហាទេប៉ុន្តែអ្វីដែលគាត់គួរធ្វើគឺត្រូវតែតបនៅ early game តែគាត់អូយតើទៀតហើយពី Spider ធ្វើការបាក់អាទីធ្វើការបន្តស្តោះព្រមយកតាមដល់បណ្ដាមានការចាប់បោកមួយបណ្ដាពីវត្តមានរបស់សាក៏ដូចជាកន្លែងនេះជាមួយការដកថយយកបានទីទូត្រេននៅខាងផ្លូវបឋមលែនតែប៉ុណ្ណោះគ្រប់អាទីពី Super Red ហើយមានការចូលបោកវាយដែរទេអត់បោកវាយទេជាមួយការដកថយបាត់ហើយប៉ុន្តែ KSN ក៏មកមិនទាន់ដូចគ្នាបាទទាន់ទេបាទស្បពេលបច្ចុប្បន្នគាត់ជាការវាយនិយាយទៅគឺគាត់ដាក់ពីនោះហើយដល់ទៀតតែម្ដងបាទសម្រាប់គាត់ដូចគ្នាមួយគេនេះគាត់មុតការសម្រាប់ចិត្តគាត់លឿនយកមែនតើបាទអញ្ចឹងគាត់ដឹងច្បាស់នៅ timeline damage របស់គាត់អញ្ចឹងបើសិនជា timeline damage ហ្នឹងអត់ធ្វើនៅពេលហ្នឹងទេនៅទុកដល់ late game គាត់អាចនឹងពិបាកការសម្រេចចិត្តយក lot ភ្លាមៗការសម្រេចចិត្តចង់បុកភ្លាមៗ team វាយកន្លែងមិញគឺជាការហុចផលមកពី Felix ដែលគាត់ទៅយកបានជាមួយ T2 បើសិនជា mid lane ហ្នឹងគាត់វាយ clear lot clear lane ស្អាតគឺជាមួយនឹងការ clear minion side lane ទាំងពីរគឺគាត់អាចនឹងទុកបានដែរបាទខណៈពេលដែលយើងមើលជាមួយនឹងការបំបី team fight នេះចេញពី Pro Sport គឺគាត់ត្រូវឲ្យធ្វើមួយ Felix និង Super Red គាត់ต้องការទៅ Old Side Lane នេះខ្លួនតែម្ដងបាទតាមអាចធ្វើបានដោយសារគេនេះបើសិនក្នុង team fight យើងទៅមានតែជាមួយនឹង damage ដែលចេញពី disadvantage ដែលអាចការរង damage ដែលចេញពី Grand Anti បានបាទសម្រាប់ការលេងମୋបាល់ចិត្តគ្មានអ្វីសមាជិកការណាត់គ្នាមកមើលអូយសាពីអត់មានបញ្ហាបណ្ដៃយើងមិនមានសេក្រេតធ្វើការបើកទៅលើ Felix បន្តែ Felix សល់ឈាមជាមួយនឹង2អំពងបន្តែទៀតអត់បញ្ហាសម្រាប់គាត់ទេជាមួយនឹងការដកថយ Ultimate 2 D7 មួយ cover team បានមកឆ្ងាញ់យកតែម្ដងបើវិញ team fight ជាមួយនឹង D7 កាំងដើម្បី reduction ច្រើនហ្មងបាទយក D7 គឺគ្រាន់តែជាកន្លែងតែឲ្យគាត់វាយដើម្បីបញ្ចេញ damage តែម្ដងបាទស្របពេលដែលយើងកលេចទៅមើលជាមួយនឹងការបោកពីខាលីរបស់ Secret បោកមកមែនតែបោកអាចទេនិយាយទៅបោក PR អាចហ្មងបាទគាត់បាទអញ្ចឹងបើសិនជាហ្គេមនេះបើសិនជាលេខគាត់វាយរៀងលងរៀងអញ្ចឹងទៀតណាតែ late game បាទចូលគេអត់ចុច spell ឈាមហ្នឹងហើយបងអត់ចុច PR អាចហ្នឹងឥឡូវទៀតបាទតាមបាច់ចូលដល់ late គេពាក់ Guardian គេទៅពាក់ Radiant ដួលយ៉ាបងយ៉ាងុនញ៉េបាទរៀងបានបន្តិចដែរប្រាក់នេះដោយសារដើម្បីរបស់ណាចាគាត់ support ពី back line បានច្រើនដូចគ្នានៅក្នុង team fight ណាសំពុំបានច្រើនបាទជាមួយនឹងការវាយបាញ់ត្រូវជាមួយនឹង Super Red ឬមួយក៏ជាមួយនឹង Zara ដូចគ្នាដែរជាពិសេស Ultimate combo នេះជាមួយនឹង Grand T នេះតែម្ដងបាទសម្រាប់គាត់ដើម្បីឡងលេងទៅពីចឹងគឺគាត់នឹងធ្វើការលេងណាតែឥឡូវគាត់សម្រាប់ការវាយឡងចឹងគឺត្រូវហើយដោយសារតែ early game ត្រូវធ្វើដល់នឹងតែម្ដងបាទសម្រាប់គាត់បាទឥឡូវ head ធ្វើការបើកមុខក៏ដូចជាមានការគប់ជាមួយនឹង skill ទី1ដើម្បីពេញ passive ទៅលើ D7 មុនគេយកតែវត្តមានជាមួយនឹងការវាយឡងដែរទេជាមួយនឹងការចាប់បោកទៅលើ Felix បោកឬក៏មក Secret ធ្វើការលេងបាញ់យកតែម្ដងពីវត្តមានរបស់ Grand ជាមួយការបោកជាមួយនឹង Felix យកតែម្ដងអាចមានបញ្ហាដែរទេជាមួយការបាក់ Ultimate ពី Spider គប់ ulti មកពី Super Red ធ្វើការចូលជាមួយនឹង team fight ធ្វើការគប់យកតែម្ដងទៅលើ Grand មានការលុប passive ជាមួយនឹង Last Goal មានការលេងបាញ់យកទៅពី Spider ចាំទៅឬក៏ទៅពី Felix មកពីកន្លែងពី Felix ម្ដាយទៀតជាមួយនឹងការលុបមកទៅជាមួយនឹងការខោមកពី Spider វ៉ាវ Ultimate របស់ Felix អបាញ់បុកចំជាមួយនឹងមាន Grand Anti តែ Ultimate តង់ទី2បាយចំជាមួយនឹងណាចាវិញដោយសារតែ skill របស់ Lucas វាអណយវាដាច់ target រហូតណាចាំពេលយើងចេះឈាម flash ទៅបដូរ target ភ្លាមចឹងបាទឥឡូវមានការ fast load យកដល់ពីវត្តមានរបស់វ៉ាហាឡាជាមួយនឹង lot ទី2មួយនេះ Oh my god បាទ100បាទចេញណាមិញខណៈពេលដែលគាត់ធ្វើមកល្អមែនទែនបាទជាមួយនឹងសមាជិករបស់ខាងក្រុមវ៉ាហាឡាចាប់ដើមធ្វើការដាក់សម្ពាធម្ដងទីហើយយើងលេងមើល real time to win 83%បាទមុតការសម្រេចចិត្តរបស់វ៉ាហាឡាគឺត្រឹមត្រូវល្អមែនតើណាមួយជាការសម្រេចចិត្តខុសគួរសមពី Pro Sport នៃការសម្រេចចង់ team fight កន្លែងហ្នឹងដូចខ្ញុំនិយាយហ្នឹងបើ goal យើងមិនទាន់លោតក្បាលខ្សែទេកុំទាន់វាយមួយសិនមកព្រោះតែ 36k ដល់ឡើងខ្សែឥឡូវគេខ្សែមុនបាត់ឥឡូវទៅហើយជាមួយនឹង T2 free ប៉ុន្តែណាចាបាក់ Ultimate ឃើញដល់តែ4 hero យកតែម្ដងហើយមានការលោតដល់ទីដែរទេពីវត្តមានរបស់ Head T3 យកបានឬក៏បានជាមួយនឹងការដកថយអមជាមួយនឹង Lot នៅផ្លូវបឋម lane មកដូចគ្នាបាទមិនទាន់ឯបញ្ហាទេបាទប៉ុន្តែ team fight នេះគេរៀងបានយើងមើលTrader យើងមើល minimap Trader សៀលទៅហើយពេល Secret ធ្វើការបោកលើទៅលើអ្នកណាប៉ុន្តែយើងមានការ knock out ទៅលើ Felix យកតែដល់ Felix សោះជាមកពុកជាមួយនឹងការមកពីខាងក្រោយពីកែសែនធ្វើការចាប់ knock ទៅលើក្រានជះមកអត់តែបានពីកែសែនពីការការដេញបាយយកទៅដល់ផ្លៃមួយវត្តមានខាងលើពី Spider ធ្វើការ shut down ពីវត្តមានរបស់ Spider នេះគ្នាពី Super Red ប៉ុន្តែយើងមើលជាមួយនឹងអ្នកខាងក្រោយកែសែនក៏មានការដកថយអត់ឲ្យវត្តមានរបស់ Grand ចូល team fight បានទេបាទដាច់ពីផ្លូវបាន T3 ក៏មានការយកបានខាងផ្លូវ top lane ក៏ដូចជា bottom lane ប៉ុន្តែយើងមើលជាមួយនឹង T3 នៅផ្លូវ mid lane អត់ទាន់យកបានទេ clear lot បាន free យកទៅដល់ Pro Esport បាទកូនបងទាំងអស់ពីក្រែណាបាញ់ដែររត់រួចមិនមែនតែសារ flicker ទេគឺតែសារ Spider គឺពាំង4អ្នកដល់ចូលហ្មង4អ្នកគឺដល់ចូលទេគឺមានតែវត្តមានរបស់ KSN មួយទេតែចាប់ជាមួយនឹងក្រែណាបាញ់មិញស្របពេល Spider មិញពីនឹងគាត់អាចតែការប្រយោជន៍បានជាមួយ Super Red ដែលជា key ក្នុងការយកឈ្នះក្នុង game នេះទៀតដូចគ្នាបាទនេះសាហាវទេ
តាំងមានបើគេមកថតរូបថយណាជាលមុនអត់ថាមែនបាទមើលឲ្យធីមរបស់គាត់បានជាមួយនឹងGrand គាត់ full ឲ្យធីមប៉ុន្តែ goal របស់គាត់នៅតែដំណាភាពសម្រាប់ goal របស់គ្នាមក KBK goal វានៅតែតិចអូ Super Red ក៏ full ដែរ Super Red អត់ទាន់ដាច់សម័យតែម្ដងដូចគ្នាអ្វីដែលជាផលខ្លាំងទៅលើខាងវ៉ាហាឡាគឺដោយសារដាច់ silent ទាំងពីរអញ្ចឹងបើសិនជាគាត់ pressure silent ពីរនឹងបានខ្ញុំគិតថាវាជារឿងល្អជាពិសេសគឺទូនាទីមួយនេះបើណាចាអាចធ្វើបានគឺល្អមែនទែនជាមួយនឹងការទៅ clear បាញ់ clear តិចហ្នឹងគឺចំណុចមានរបស់យើងគឺ roll ទៅខាងគេ load ហើយវាជាសម្ពាធមួយដែលធ្វើឲ្យពួកគាត់ងាយស្រួលក្នុងការយក load ហើយមក load នេះគឺមានភាគរយច្រើនដែលគាត់អាចបញ្ចប់គេទាំងបានហើយតែបើសិនយើងមក load ហ្នឹងចាប់អត់បានប្រហែលវិញឥឡូវយើងមើលឃើញជាក់ស្ដែងបច្ចុប្បន្នគណៈពេល goal របស់គាត់ខុសនេះទួយទេទោះបីគេមានការរ៉ាត់ស្ពីតយ៉ាងណាក៏ដោយតែ goal គាត់នេះទួយសំខាន់ជាមួយនឹង3យើងឃើញមើលឃើញអាកន្លែងលិចដែលឲ្យ KZN គាត់អាចទៅរំខានបានទៅកាន់ Grand Team បានអញ្ចឹងអាកន្លែងហ្នឹងគឺជាចំណុចមួយដែលយើងគិតថាបើសិនជាមានរូបភាពអញ្ចឹងការឡើងបន្តទៀតឧទាហរណ៍បើយើងសម័យមើលថាអ្នកដែលទៅរំខានជាមួយ Grand Team តែបាយជា Felix វិញអញ្ចឹងគាត់ថា Grand Team វិញគឺដាច់មកមកសម្រាប់មកទៀតខ្ញុំថាប្រមិតហ្នឹងតែជា low យីវែងឆ្ងាយបណ្ដោយបាទទៀតបាទ low យីគាត់ត្រាពីហ្នឹងបាន KSN បាទឥឡូវមានការតែយកជាមួយនឹង Lord យកតែម្ដងពីវត្តមានរបស់វ៉ាហាឡាហើយនឹង Fast Lord ដែរទេប៉ុន្តែ D7 ក៏នៅនឹងដូចគ្នាអត់បញ្ហាទេជាមួយនឹងការបើក map ពេលបាល់ល្អខ្លាំងតែ line នេះក៏បានចូលទៅលើណាចាផងដែរពី head ធ្វើការបើក map ចាក់ stand មួយពី D7 ក៏ដូចជាមានការ knock up បានពី hero យកទៅដល់ជាប់ RTB ជាប់ passive ពេញទៅលើ D7 ឃើញដែរពេលចង់តាណាជាមួយនឹង Scratch ធ្វើការបាត់ជាមួយនឹង Felix តែមានការបាត់ទៅពី Thailand កើតអត់មានការឆាត់ដល់ជាមួយការដាច់ Grand យកទៅដល់ពី Felix ធ្វើការដាច់ជាមួយនឹងការ flicker ដាច់បាញ់យកទៅដល់អត់មានបញ្ហាទៅលើ KSN ដែរទេពីហេតុអត់មានអ្នកវាយ KSN ទេ one shot របស់ KP ណាចាទៅលើ Super Red ក៏អត់ចំដូចគ្នាប៉ុន្តែ Grand ក៏មានការ shut down បើសិនជាមិញគាត់មានលុយដូរជាមួយនឹងវាណាឈើតណាកន្លែងនោះ chain team fight យកមកchain team fight 100%យកមកបាទដោយសារមិញការវាយគាត់ដាច់មែនទេបាទមិញដូចគ្នាបាទជុំមិញ4នាក់ដេញបុកគាត់ដាច់ God បាទប៉ុន្តែការសម្រេចចិត្តរបស់ Pro Sport គឺធ្វើមកល្អមែនណាសម្រាប់គាត់ហ្នឹងមិញបាទសំខាន់អន្តរជាតិរបស់ Super Red គប់មកចំ Grand យកមកការប៉ុន្តែមិញតែបដូរមួយបើសិនជាឧទាហរណ៍ជាមួយបាទឥឡូវមានការ Fast Load ឬក៏ណានេះសម្រាប់ធ្វើការបាក់អាទីយកតែម្ដងមានការចាប់ទៅលើជាមួយនឹង Head វត្តមានតែមក Head ក៏មានការចាយ flicker មួយដល់ថយបានល្អខ្លាំងតែប៉ុន្តែជាមួយនឹងការ Fast Load ពី Pro Sport អានឹង3យកជាមួយនឹង Load មួយនេះបានឲ្យពី Pro Sport ធ្វើការមកវិញប៉ុន្តែនេះស្វែងការចាប់ជាមួយនឹង Spider ចូលបានមានតែមកពីសាតូអត់បញ្ហាទេប៉ុន្តែយកមកជាមួយនឹងពេលក៏មានការដាច់យកតែម្ដងអានេះបញ្ហាទៅលើនេះ Spider តែជាមួយនឹង Spider ធ្វើការដាច់បាយចូលជាមួយនឹង Spider ជាមួយកូពីគាត់អត់មែនមកពី Super Red គាត់អត់ចាំទេជាមួយនឹង D7 ក៏មានការបាយមកថើបាក់អាទីដល់ថើអត់ទាន់ទេពី D7 បុកមេតclear mid មកតែឡើយ Super Red ជួបជាមួយនឹង Spider អានេះមានការបោកវាយ Oscar ទី1បានហើយ Spider ទៀត Spider ពី Dragon Spider មិនហើយទៀតជាមួយនឹងការ shut down ពី Super Red ធ្វើការដាច់ជាមួយនឹង Spider ធ្វើការកោះជាមួយនឹង T1 Red នឹងខាងផ្លូវមានលេនបានល្អខ្លាំងតែពី Super Red វ៉ា Team Fight ដូចញ៉ៃមែនទេមកជួយនឹងការញ៉ៃ Team Fight ពី3ដូចគ្នាបានហើយមកសម្រាប់ជាមួយនឹងក្រុមទាំងពីរបើហមិនយើងកន្លែងទៅជាមួយនឹងមីម៉ាខ្ញុំគិតថាសមាជិករបស់ហាឡាប្រហែលគាត់អត់ទាន់បានគិតឃើញកន្លែងហ្នឹងជាមួយនឹងវត្តមានធ្វើការពុះជាមួយនឹងតារ៉េតរបស់គាត់ start team fight earlier កុំឲ្យគេទៅផ្ទះមិញទៅដាច់ផ្ទះបាត់ហើយព្រោះអីមិនហ្នឹងយើងកន្លែងទៅជាមួយ Secret ក៏ដូចជាមួយ Head គឺទៅរំខានទៅកាន់ជាមួយនឹងវត្តមាននៃ Hero Backline ដូចជាសារដូចជាអីប៉ុន្តែដល់ពេលអញ្ចឹងទៅគាត់ព្យាយាមការមក cover គ្នាគាត់វិញគាត់លេងដើម្បីមក cover គ្នាគាត់វិញអញ្ចឹងមិនខ្ញុំស្រែកហៅវិញមកចុំស្រែកយ៉ាងខ្លាំងគេលឺមែនយើងស្រែកក្នុងហ្គេមណាចឹងមែនឡាក៏ B34 មិនយ៉ាងណាកើបាទឥឡូវ KSN ធ្វើការបើក map យកជាមួយនឹង Pop Ball ដែរទេ Retrieve Usen ក៏មានដូចគ្នាជាមួយនឹងការចាក់ Retrieve មួយប៉ងបាន Pop មកឈ្ងុយមកឆ្ងាញ់យកតែម្ដងឡាត់ហ្គេមណាបាទវែងឆ្ងាយអូយ one shot one kill ក៏ឈឺដូចគ្នាពី Felix ឥឡូវពាក្យដែលត្រូវចាំពីវ៉ាហាឡាគឺឆែកឲ្យគ្រប់ស្មៅអត់មានស្មៅណាដែលជាស្មៅសុវត្ថិភាពទេទោះជា hero ខ្លះមិនមែនជា hero ដែលពួនស្មៅតែគេនៅតែឆេងដោយសារតែពួនស្មៅហ្នឹងទី1 KSN ទៅពីក្រោយទី2 Felix ទី3ឥឡូវដល់ថ្នាក់ Super Red ពួនស្មៅវាយហ្នឹងឥឡូវមានអីទៀតប៉ុន្តែតែប្រយ័ត្នជាមួយនឹង game នេះ trade របស់ Pro Sport ក៏ចាប់ផ្ដើមដូរវិញណាក្រោយពេលគាត់ឲ្យ KSN គាត់ទៅកាត់ទៅពីនេះ D7 វិញKSN និង D7 គឺគាត់ roll ទៅហ្មង roll ទៅឲ្យយកហ្មងមកសម្រាប់គាត់អញ្ចឹង map របស់ Felix គឺគាត់ផល
ហ្គេមគាត់អត់តែមាន flicker គាត់តែដល់ជាមួយ guarantee ហើយហើយតែ guarantee គាត់ដាក់ flicker ក្នុងការដល់ថយតែអត់ទៅជាប់ kill ទី2របស់គាត់ហ្នឹងគឺនឹងតែ slow ជើង តែអ្វីដែលល្អបំផុតសម្រាប់ strat របស់ Valhalla ដែលគួរធ្វើនៅពេលដែល pro គាត់ធ្វើអញ្ចឹងទី1គឺយកជាមួយនឹង head ទៅពាំង2នាក់ហ្នឹងគឺមិនបាច់ឲ្យចូល2នាក់គឺចោះយកមកទី2គឺទុកឲ្យជាមួយនឹង secret ចាំដើម្បីជួយជាមួយនឹង grand ហើយនឹង spider គឺចាំ cover កន្លែងហ្នឹងយកមកបើសិនជាអត់ធ្វើអញ្ចឹងទេបើគេគាត់ទៅធ្វើរូបភាពដដែលឲ្យ Jimmy ទៅបាញ់ Halo បាញ់ដាច់ទេបាញ់ងាយដាច់ទេបាទតែដល់ពេលដែលគាត់សមាជិករបស់ Pro Esports វិញគឺគាត់ចាប់ផ្ដើមធ្វើការ all in ធ្វើមិនគាត់ដល់ទៅលើ Kimi មួយតែគាត់លេង Spider លាក់ថាគាត់លេង Spider វិញមកអញ្ចឹងបាទអូ 50%យោតបយោ one shot one kill ពីណាចានេះអត់ត្រូវ ultimate មកត្រូវ ultimate វិញមកគ្រាប់មិនស្ទះដើម្បីចុះឡើងឡើងអញធ្ងន់ហេដល់ក្បែរគ្នាភាគច្រើនបើយើងមិនថាអីទេគាត់បាញ់ត្រូវគួសមដែរតែគាត់ថានៅពេលដែល team fight សំខាន់ភាគច្រើនគាត់បានសូវត្រូវហើយគាត់បាញ់ត្រូវតែដូច D-Van ដូច K-Sen អីវាអត់សូវមានអីបើគាត់បាញ់ត្រូវ Super Red ហើយនឹងសាខ្ញុំគាត់ថា game ហ្នឹងគឺ change ដោយសារគាត់បាទអញ្ចឹង Lord Evil តែ minion នៅលើគឺច្រើនមែនតើហើយលេងមើល minion ហ៎ប្រយ័ត្ន minion MVP នៅក្នុង game នេះដូចគ្នាបាទជាមួយនឹងវត្តមានរបស់ Super Red គាត់ជាការអូមីនេះដល់ Red ធំរបស់គាត់សិនបាទដើម្បីមីនេះរបស់គាត់រៀងតែមជាងបាទសម្រាប់គាត់បើជាខ្ញុំវិញនិយាយមែនបើជាខ្ញុំវិញខ្ញុំក៏សៀលទៅលើហ្នឹងមកចៃមែនពួកមីនេះមិញលើច្រើនពេក2 wave បាទឥឡូវធ្វើការបើកអាទីពីណាចា Immortal ក៏បានចូលទៅលើ Felix ដូចគ្នានៅក្នុង game នេះមកបែរណាមកបែរណាចង់និយាយថាមិនបើសិនដែរព្រោះអត់មាន vision គ្នាគេណាយកដឹងបើសិន conceal ទៅក៏មាន purify ដែរពី Super Red បាយផ្ទះចាំមកជាប់ដាច់ឲ្យចាញ់យើងបាយផ្ទះយើងមិនទៅបាយចុះហើយលោះគេមាន RT ហ៎ដោយសារតែនិយាយចេះមិនគាត់ដឹង vision សមាជិក4នាក់ទៀតតាណាមានអ្នកឆែកបើមានអ្នកឆែកល្អសំខាន់ម៉ែបងគាត់ក្បាច់នេះបញ្ចុចកសៀមមកលឺច្បាស់ចាស់ហ្នឹងចឹងមានដែរតែចុចកសៀមក៏ប្រេអត់ស្រើតយ៉ាបាទចាឥឡូវជាមួយនឹង Lord ក៏រៀងស្ងប់ស្ងាត់ដូចគ្នាអត់ទាន់មានអ្វីទេហ្គេមនេះ21នាទីបាទហើយបន្ទុកគៀវ14ទល់នឹង9 4K lead ពី Pro Esports វិញបាទ 63K ណាលុយចាលចោលហើយមិនដឹងធ្វើអីទេបាទលក់អីបាទខ្ញុំគិតថាបើអ្វីគួរចង់ឈ្នះមកមាន split ទេបើ split បាក់ចាប់ game នេះណាបាទបើបាក់ចាប់ program នេះ Pro Esports គេកំពុងតែញញឹមបណ្ណាហើយតាមពិត map ខ្សែក៏គ្រប់នៅផ្លូវមីឡានដែរអញ្ចឹងនេះបើសិនជាឲ្យជាមួយ Super Red គាត់ចាំ sprint នៅខាងលើមកហើយបន្តមកចំកប់ ultimate មកនឹងជោគជ័យនេះដោយសារខ្សែគាត់បានគាត់ឥឡូវគាត់ទៅ2-3អត់មាន map មើលអត់មាន map មើលអញ្ចឹងគាត់មិនហ៊ានចាញ់ខ្លាចគេចាប់ដែរណាប៉ុន្តែមិញគាត់ឃើញ map ជាមួយនឹង secret អីមើលតាណាកន្លែង load ដែលគាត់ចេញមកចូលទល់គ្នាហ្នឹងអញ្ចឹងនេះហើយខ្សែគាត់ឆាច់ map ផ្លូវមីឡានមក2-3តាគាត់ឃើញតែ2នាក់ហ្នឹងគាត់មិនហ៊ានចាញ់អូខេបើនិយាយភាគរយវិញ Super Red ជាមួយនឹង Grand ណាបាទឆា Grand ណាពួកគេចំណេញមួយគេចេញ win គាត់នឹងណាមួយ Grand មិនកើតបាទអញ្ចឹងបើគេទៅ2នាក់គាត់បាក់លេងយកមកបាទគេឃើញ map ជាមួយនឹង Grand ដូចគ្នាប៉ុន្តែយើងមើលជាមួយនឹង K-Sen ក៏មានការឈោ Dan ជាមួយនឹង Lord យកតែម្ដងបាទតើមាន Lord នេះអូចោលឡើង Lord នេះមកនិយាយទៅអូចោលឡើងដើម្បីមានទេពីណាចាជាប់ហើយទៅលើសាអស់អាទីបាទហើយពីសាក៏ដូចជាកន្លែងនេះជាមួយនឹងការប្រើ skill cover គ្នាបានល្អខ្លាំងតែពី D7 តាមានវត្តមានជាមួយនឹងការចូលបើកពី Light ទេបាទឡាប្រយ័ត្នមកគ្រាប់ទៅបាទកាឌីHamed ក៏បានចូលទៅលើ D7 ដូចគ្នាប៉ុន្តែយើងមើលជាមួយនឹង Head នៅក្នុង game នេះទៅដល់ K-Sen ធ្វើការឆ្កឹះ1 2ក៏ដូចជា Loss សល់ជាង 30000 ជាងអាចមានការបើក team fight fast slot ឬក៏យ៉ាងណាតែក៏អត់ទាន់នៅដូចគ្នាតែប្រេចាប់ជាមួយនឹង Head មុនគេយកតែដល់ប៉ុន្តែយើងមើលជាមួយនឹង Head បើអាទីពីណាចាអាចនឹងមានការឡើងជីកយកតែពីឡើងជួយកាប់ចាប់ទៅលើ K-Sen ប៉ុន្តែមានការ cover ពី D7 ដូចគ្នាជាមួយការគប់អាទីមកពី Super Red ធ្វើការវាយទៅលើ Spider មុនគេយកទៅ Spider អត់មានបញ្ហាដែរតែជាមួយនឹងការដាច់ជាមួយនឹង Spider Immortal ទីមានការដេញវាយពី Head ដូចគ្នាជាមួយនឹងការបត់ដៃពី Super Red មានការដាច់ជាមួយនឹង Felix ដូចគ្នាជាមួយនឹងការដេញវាយយកតែដល់អត់មានបញ្ហាទៅលើ Spider ឬក៏ដាច់ជាមួយនឹង Spider ក៏មានការដល់ថយបាល់ឡងឡើងតែដាច់ជាមួយនឹង D7 ដាច់ជាមួយនឹង Secret ជាមួយនឹង Secret មកOne shot one kill ពីណាចាត្រូវឬក៏មិនត្រូវមើលជាមួយនឹង Grand ក៏មានការឈរបានជាមួយនឹង T3 នៅផ្លូវមីឡានក៏ដូចជា game នេះ South Hero ហើយទៅផ្ទះជាប់ឬក៏ណាចេញពី background ធ្វើការដេញបាយយកទៅដល់ K-Sen ធ្វើការបើកមែនជួយការ lock up ទៅលើ Secret ទៅមានការគប់ Spider មក3ផ្លូវចាប់ជួយ Super Red ចាប់ជាប់ទេគប់ជាមួយនឹង RT ទៅជួយនឹង Land ទៅជួយ Land ជួយនឹងការដាច់តែបរាជ័យជំនះ game ទី1ក៏បានទៅលើ Valhalla ខ្ញុំគាំងបេះដូងឡាប់ហើយចូល Super Red នេះដល់ផងមិនណាយសោមកដៃវ៉ាដល់វ៉ាវអត់នឹងស្មានតារានេះអាចចូលដល់ game អត់នឹងស្មាន